សួស្តីមិត្តភក្តិទាំងអស់ថ្ងៃនេះយើងនឹងជ្រមុជខ្លួនចូលទៅក្នុងរឿងរ៉ាវដ៏ជ្រៅនិងឈឺចាប់បំផុតមួយនៅក្នុងពិភព Ninja រឿងរបស់ក្មេងប្រុសម្នាក់ដែលបាត់បង់គ្រួសាររស់នៅដើម្បីសងសឹករួចក្រោយមករកឃើញផ្លូវនៃការសង្គ្រោះពីក្មេងដែលមានពន្លឺភ្លឺចិញ្ចាចទៅជាមនុស្សដែលធ្លាក់ចូលទៅក្នុងភាពក្រមកវិញដើម្បីការពារពិភពលោករឿងនេះនឹងនិយាយពីគ្រប់ជំហាននៃជីវិតគាត់បើអ្នកត្រៀមខ្លួនសូមស្ដាប់ទៅតែស៊ូកេយូជីហានៅថ្ងៃទី23ខែកក្កដាក្នុងគ្រួសារដ៏មានចន្ទភាពយូជីហាក្លាននៅភូមិខុនហោហាហ្កាគូរ៉េឪពុករបស់គាត់គឺហ្វូកាគូយូជីហាជាមេក្រុមយូជីហានិងជាមេប៉ូលីសយោធាម្ដាយគាត់ឈ្មោះមីកូតូបងប្រុសធំអ៊ីតាឈីជាមនុស្សដែលសាស៊ូខេគ្រប់នឹងស្រឡាញ់ខ្លាំងបំផុតតែងតែព្យាយាមតាមដានបងប្រុសគាត់ចង់បានការទទួលស្គាល់ពីឪពុកនិងចង់ក្លាយជាមនុស្សខ្លាំងដូចអ៊ីតាឈីតែជីវិតរបស់គាត់បានផ្លាស់ប្ដូរជារ៉ៃនៅយប់មួយនៅអាយុ7ឆ្នាំសាស៊ូខេបានឃើញរូបភាពដ៏គួរឲ្យភ័យខ្លាចបំផុតបងប្រុសអ៊ីតាឈីសម្រាប់ឪពុកម្ដាយនិងសមាជិកក្លែនទាំងអស់អ៊ីតាឈីបានប្រាប់សាស៊ូខេថាអ្នកខ្សោយពេកហើយបានបន្សល់ទុកតែគាត់ម្នាក់គត់នៅរស់ពេលនោះសាស៊ូខេបានស្បត់ថានឹងរស់នៅដើម្បីសងសឹកនិងសម្រាប់អ៊ីតាឈីឲ្យបានភ្នែក Sharingan របស់គាត់បានភ្ញាក់ឡើងជាលើកដំបូងនៅពេលនោះដោយសារការជឿចាប់យ៉ាងខ្លាំងពីពេលនោះមកសាស៊ូខេបានរស់នៅក្នុងភាពងងឹតដើម្បីតែគោលដៅមួយការសងសឹកនៅសាលា Ninja Academy សាស៊ូកេជាសិស្សពូកែបំផុតម្នាក់ប៉ុន្តែគាត់ស្ទើរតែមិនមានមិត្តភ័ក្តិគាត់ជួបជាមួយ Naruto Uzumaki ដែលជាគូប្រជែងពីដំបូងនិងក្រោយមកក្លាយជាមិត្តល្អបំផុតពេលបញ្ចប់សាលាគាត់ត្រូវបានដាក់ចូលក្រុមធីម7ជាមួយ Naruto Sakura Haruno និងគ្រូ Kakashi Hatake នេះបានជួយ Sasuke រីកចម្រើនខ្លាំងគាត់បានរៀន Chidori ពី Kakashi ហើយបានប្រើ Sharingan កាន់តែខ្លាំងក្នុងជួននាន exam គាត់បានប៉ះ Orochimaru និងទទួល Curse Seal of Heaven ដែលធ្វើឲ្យគាត់កាន់តែខ្លាំងគាត់នាំមកនូវភាពងងឹតកាន់តែខ្លាំងការប៉ះពាល់ជាមួយ Haku និង Zabuza ក៏បានធ្វើឲ្យគាត់យល់អំពីកម្លាំងនិងការការពារទោះបីជាមានមិត្តភក្តិក៏ដោយ Sasuke នៅតែមានអារម្មណ៍ថាខ្សោយគាត់ចង់មានកម្លាំងគ្រប់គ្រាន់ដើម្បីសម្លាប់ Itachi ពេល Itachi លេចមុខនឹងយក Naruto តែ Sasuke មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃគាត់បានសម្រេចចិត្តចាកចេញពី Konoha ដើម្បីទៅរក Orochimaru សម្រាប់កម្លាំង Naruto បានតាមទៅរារាំងហើយពួកគេបានប្រយុទ្ធគ្នានៅ Valley of the End Sasuke បានឈ្នះប៉ុន្តែបានទុក Naruto រស់នៅហើយបន្តដំណើរ Orochimaru គាត់បានទទួលកម្លាំងថ្មីៗរួមទាំងការប្រើប្រាស់ Curse Seal ពេញលេញប៉ុន្តែគាត់ក៏បានក្លាយជា Missing Nen ពេលវេលាបណ្ដុះបណ្ដាល Sasuke បានក្បត់ Orochima និង Yugo ដើម្បីស្វែងរក Itachi ការប្រយុទ្ធរវាងបងប្អូននៅភូមិ Uchiha បានកើតឡើង Sasuke បានឈ្នះប៉ុន្តែ Itachi បានស្លាប់ដោយសារជំងឺពេលនោះ Sasuke បាននឹងការពិតដ៏គួរឲ្យសោកស្ដាយ Itachi ត្រូវបានបង្ខំឲ្យសម្លាប់ក្លែនដើម្បីការពារ Konoha ពីការរដ្ឋប្រហារហើយបានរក្សាជីវិត Sasuke ការពិតនេះបានធ្វើឲ្យ Sasuke បែរទៅរកការសងសឹក Konoha វិញគាត់បានចូលរួមជាមួយ Akatsuki តាម Oto ហើយបានប្រយុទ្ធប្រឆាំងនឹង Five Clan ក្នុងសង្គ្រាមពិភពលោក Ninja ទី4 Sasuke បានដឹងពីការពិតទាំងអស់អំពីអតីតកាល Uchiha និង Indra Otsutsuki គាត់បានប្រយុទ្ធរួមជាមួយ Naruto ប្រឆាំង Madara និង Kaguya បន្ទាប់ពីសង្គ្រាម Sasuke បានប្រយុទ្ធលើកចុងក្រោយជាមួយ Naruto នៅ Valley of the End ម្ដងទៀតគាត់បានចាញ់ប៉ុន្តែបានយល់ឃើញថាពិតជាអ្វីដែលគាត់ចង់ការពារបានខ្លាចជាមនុស្សដែលដើរផ្លូវផ្ទាល់ខ្លួនប៉ុន្តែលែងជាសត្រូវនៃ Konoha ទៀតគាត់បានបាត់បង់ដៃឆ្វេងប៉ុន្តែបានទទួលការលើកលែងទោសនិងបានចាប់ផ្ដើមជីវិតថ្មីបន្ទាប់ពីសង្គ្រាម Sasuke បានចេញដំណើរទៅក្រៅភូមិដើម្បីស្វែងរកគ្រោះថ្នាក់ថ្មីៗនិងការពារពិភពលោកពីស្រមោលគាត់បានរៀបការជាមួយ Sakura ហើយមានកូនស្រីឈ្មោះ Sarada នៅក្នុង Boruto គាត់ខ្លាចជាគ្រូរបស់ Boruto និងជួយការពារភូមិពីគ្រោះថ្នាក់ថ្មីៗទោះបីជាមានភាពតានតឹងជាមួយកូនស្រីក៏ដោយគាត់នៅតែជាឪពុកដែលយកចិត្តទុកដាក់ Sasuke បានផ្លាស់ប្ដូរពីក្មេងដែលរត់ដើម្បីសងសឹកទៅជាវីរបុរសដែលដើរផ្លូវផ្ទាល់ខ្លួនពិវត្តអស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រអានីមេពីការឈឺចាប់ភាពងងឹតរហូតដល់ការសង្គ្រោះនិងការការពារបានបង្រៀនយើងថាទោះបីជាអតីតកាលឈឺចាប់យ៉ាងណាក៏ដោយយើងនៅតែអាចជ្រើសរើសផ្លូវថ្មីបើអ្នកចូលចិត្តវីដេអូនេះសូម like subscribe និង comment ខាងក្រោមថាតើអ្នកគិតយ៉ាងម៉េចអំពី Sasuke ជួបគ្នាក្នុងវីដេអូបន្ទាប់